កងទ័ពថៃជាច្រើនអ្នកបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្តក្រោយធ្វើដំណើរត្រឡប់មកពីព្រំដែនវិញរថយន្តដឹកកងទ័ពថៃមួយគ្រឿងដែលទើបតែធ្វើដំណើរត្រឡប់មកពីព្រំដែនវិញបានជួបគ្រោះថ្នាក់ក្រឡាប់រថយន្តនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅក្នុងខេត្តរយ៉ង់ដែលបណ្ដាលឲ្យមានទាហានថៃចំនួន21នាក់ផ្លោងខ្ទាតចេញពីរថយន្តនិងបានរងរបួសយ៉ាងធ្ងន់ធ្ងរហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅរសៀលថ្ងៃទី1ខែកក្កដាឆ្នាំ2026ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងដែលមានរថយន្តជាច្រើនគ្រឿងបុកបន្តកន្ទុយគ្នានៅលើដងផ្លូវដែលស្ថិតនៅក្នុងឃុំថុងខ្វៃគីនស្រុកខ្លែងខេត្តរយ៉ង់ខណៈពេលដែលភ្លៀងរលឹមភ្លាមនោះកងកម្លាំងនគរបាលនិងក្រុមជួយសង្គ្រោះថៃបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុហើយក៏បានរកឃើញថាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះក៏មានរថយន្តដឹកយោធាមួយគ្រឿងផងដែរប្រភេទកង់6បានក្រឡាប់ផ្ងាជើងឡើងលើនៅលើទ្រូងផ្លូវដោយមានសម្ភារៈនិងបរិក្ខារសឹកយោធាបានរាយប៉ាយពេញផ្លូវបើយោងតាមសម្ដីរបស់ទាហានថៃម្នាក់បានឲ្យដឹងថាពួកគេបានធ្វើដំណើរត្រឡប់មកពីបំពេញបេសកកម្មនៅតាមព្រំដែនក្នុងខេត្តចន្ទបុរីដើម្បីឆ្ពោះទៅកាន់បន្ទាយនៅក្នុងខេត្តឈុនបុរីវិញពួកគេបានធ្វើដំណើរជាក្បួនដែលមានរថយន្តចំនួន3គ្រឿងហេតុការណ៍ដែលមិននឹកស្មានដល់មួយទៀតនោះគឺបានកើតឡើងជាលើកទី2ដោយរថយន្តយោធាមួយគ្រឿងទៀតបានបើកមកពីក្រោយក៏ស្រាប់តែរអិលផ្លូវហើយជ្រុលចង្កូតទៅបុកនឹងរថយន្តកង់6មួយគ្រឿងទៀតដែលកំពុងតែចតនៅស្ងៀមកម្លាំងបុកនោះបានបណ្ដាលឲ្យទាហានចំនួន2នាក់ខ្ទាតចេញពីរថយន្តធ្វើឲ្យទាហានម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍មួយនេះមានទាហានចំនួន21នាក់ដែលបានរងរបួសធ្ងន់ធ្ងរសូមបញ្ជាក់ផងដែរថារថយន្តទាំង3គ្រឿងនោះដែលបានដឹកទាហានសរុបចំនួន64នាក់ក្រោយពីធ្វើដំណើរត្រឡប់មកពីព្រំដែនឆ្ពោះទៅកាន់បន្ទាយរបស់ខ្លួនវិញនៅខេត្តឈុនបុរីសាក្សីនៅកន្លែងកើតហេតុបានអះអាងថាហេតុការណ៍មួយនេះផ្ដើមចេញពីរថយន្ត Pick-up មួយគ្រឿងបានបន្ថយល្បឿនត្រៀមបត់ចូលបន្ទាយយោធាហើយពេលនោះធ្វើឲ្យរថយន្តយោធាខាងក្រោយជន់ប្រាំងមិនស៊ីរួចក៏បណ្ដាលឲ្យរេទៅបុករថយន្តដឹកទំនិញប្រអប់បិទជិតមួយទើបធ្វើឲ្យរថយន្តយោធារអិលផ្លូវបុករបាំងពុះចែកផ្លូវរួចក៏បណ្ដាលឲ្យក្រឡាំក្រោយមករថយន្តយោធាមួយគ្រឿងទៀតក៏បានជ្រុលចង្កូតទៅបុករថយន្តយោធាមួយគ្រឿងផ្សេងទៀតដែលកំពុងតែចតនៅកន្លែងកើតហេតុនោះ